ក្នុងដែនសង្គមគេថាជនជាតិជីវិតគឺជាជនជាតិដែលឆ្លាតជាងគេលើលោកខ្ញុំគិតថាចាញ់ខ្មែរផងចាញ់ជនជាតិខ្មែរអាចសាងសង់ប្រាសាទបុរាណច្រើនរាប់មិនអស់រាប់សិបហើយប្រាសាទល្បីមើលឃើញសភៅមួយនោះគេនិយាយថាតាមពិតមិនមែនជនជាតិជីវិតគឺជាជនជាតិដែលឆ្លាតជាងគេលើលោកទេគឺជាជនជាតិដែលពិបាកជាងគេពិបាកមិនគាត់ប្រកែរកលុយគាត់ឆ្លាតក្នុងការស្វែងរកលុយឧទាហរណ៍មួយចុះថាខ្សាច់យើងខ្សាច់សាងសង់ផ្ទះហ្នឹងបងប្អូនខ្សាច់នៅតាមផ្លូវហ្នឹងគាត់ប្រមូលខ្សាច់មកហើយគាត់រែងគាត់ច្នៃយកមកលក់ដែលប្រជាជនខ្លះធ្វើអត់បានសម្រាប់គាត់ច្នៃសម្រាប់ទៅធ្វើជាជីវកម្មគាត់អាចបង្កើតជីវកម្មមួយច្នៃពីសម្រាប់ខ្ញុំធ្លាប់លើជនជាតិវៀតណាមមួយគាត់និយាយដែរថាសុខចិត្តធ្វើអេតចាយក៏គេអត់សុខទៀតដែរណាទស្សនៈជនជាតិវៀតណាមបងប្អូនអញ្ចឹងខ្ញុំលើទាំងអស់ហ្នឹងមកខ្ញុំគិតថាតាមពិតការតស៊ូព្យាយាមលំបាកគ្រប់បែបយ៉ាងទាំងអស់ធ្វើឲ្យគេជោគជ័យតែគេឆ្លងកាត់ការលំបាកខ្លាំងអញ្ចឹងគេរស់នៅដោយការតស៊ូព្យាយាមអំណត់អត់ទន់គេទៅគ្រប់ប្រទេសជនជាតិជីវិតគេតាមសម្រាប់ផ្ដាច់ពូចោលដោយសារអីគេរត់ពីប្រទេសមួយទៅប្រទេសមួយចូលដល់ប្រទេសណាគេស្អប់ដែរគេស្អប់ជនជាតិជីវិតដែលគេឃើញថាវាជាគ្រោះថ្នាក់តាមពិតអត់ទេជនជាតិជីវិតគឺជាជនជាតិឆ្លាតត្រឹមត្រូវដោយសារគេដឹងវិធីរកលុយគេដឹងវិធីធ្វើឲ្យខ្លួនឯងខ្លាចជាអ្នកមានហើយជនជាតិខ្មែរយើងពីដើមក៏អស្ចារ្យដែរប៉ុន្តែយើងចូលចិត្តបង្អាប់គ្នាខ្មែរយើងអត់ទេបងប្អូនប៉ុន្តែយើងចូលចិត្តបង្អាប់គ្នាធ្វើអីអត់បានទេបង្អាប់កុំជប់ទៅជួយខ្ញុំកុំបង្អាប់គ្នាលើកទឹកចិត្តគ្នាទៅសារគ្នាចាញ់លែកថាខ្មែរយើងស្អីក៏បានដែរធ្វើអីក៏បានដែរតស៊ូប្រឹងប្រែងណាស់ខ្មែរយើងរឹងមាំខ្ញុំជឿចឹងមកខ្មែរយើងតស៊ូខ្លាំងហើយអំណត់ទៀត